ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះទាវសំណិតរៀននៅថ្នាក់កថ្នាក់ A ថ្ងៃនេះខ្ញុំសូមសង្ខេបមេរៀនតកតងសប្តាហ៍ទី6មេរៀនប្រឡូមតាក់សូណូមីការរៀបចំនិងការបង្កើតតេស្តអញ្ចឹងនៅក្នុងមេរៀននេះគឺមាន6ចំណុចសំខាន់ទី1គោលការណ៍បង្កើតសំណួរតាមទ្រឹស្ដីប្រឡូមទី2ប្រភេទសំណួរតាមកម្រិតប្រឡូមទី3ការអនុវត្តការបង្កើតសំណួរតាមកម្រិតប្រឡូមទី4គុណសម្បត្តិនិងគុណវិបត្តិនៃទម្រង់សំណួរបិទទី5គុណសម្បត្តិនិងគុណវិបត្តិនៃទម្រង់សំណួរបើកនិងទី6ការរៀបចំនិងបង្កើតតេស្តស្តង់ដារចំណុចទី1គឺគោលការណ៍ការបង្កើតសំណួរតាមទ្រឹស្ដីប្រឡូមអញ្ចឹងយើងបង្កើតហើយយើងប្រើប្រឡូមតាក់សូណូមីហ្នឹងគឺដើម្បីរៀបចំកម្មវិធីសិក្សាដើម្បីសរសេរនិងកំណត់នៅវត្ថុបំណងមេរៀនដើម្បីរកឲ្យឃើញនៅបំណិនដោយរៀនពីស្រួលទៅលំបាកដើម្បីបន្ស៊ាំវត្ថុបំណងទៅនឹងវិធីសាស្ត្រនិងស្តង់ដារវាតម្លៃឲ្យមានប្រសិទ្ធភាពដើម្បីដាក់បញ្ចូលចំណេះដឹងដែលសិស្សត្រូវរៀននិងដំណើរការនៃការគិតឲ្យបានត្រឹមត្រូវដើម្បីសម្រួលការសួរសំណួរបាទហើយកម្រិតប្រឡូមគេចែកចេញជា6កម្រិតគឺកម្រិតទី1តើតើនឹងការយល់ដឹងការចងចាំកម្រិតទី2តើតើនឹងការយល់កម្រិតទី3តើតើនឹងការអនុវត្តកម្រិតទី4តើតើនឹងការវិភាគកម្រិតទី5តើតើនឹងការវិតម្លៃនិងកម្រិតទី6តើតើនឹងការបង្កើតថ្មីហើយកម្រិតសំណួរទាំង6នេះកម្រិតសំណួរទាំង6របស់ប្រឡូមហ្នឹងគឺតើតើនឹងកម្រិតចងចាំគឺរំលឹកឡើងវិញនៅចំណេះដឹងដែលបានរៀនពីលំនឹករយៈពេលវែងស្គាល់ឡើងវិញនិងបង្កើតឡើងវិញហើយកម្រិតសំណួរយល់ដឹងគឺបង្កើតឡើងវិញនៅព័ត៌មានដែលគ្រូបានបង្រៀនរួមមានសំណួរផ្ទាល់មាត់សរសេរបកស្រាយពន្យល់ក្រាហ្វិកធ្វើបំណែកចែកថ្នាក់សង្ខេបប្រៀបធៀបនិងលើកជាឧទាហរណ៍ហើយកម្រិតអនុវត្តគឺអនុវត្តឬប្រតិបត្តិតាមទ្រឹស្ដីដែលបានសរសេរហើយកម្រិតវិភាគគឺបំបែកព័ត៌មានទៅជាផ្នែកតូចៗហើយកំណត់ថាតើផ្នែកណាមានទំនាក់ទំនងគ្នាឧទាហរណ៍ការញែកភាពខុសគ្នានិងការគ្រប់គ្រងហើយកម្រិតវិតម្លៃគឺធ្វើការវិនិច្ឆ័យដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនិងស្តង់ដារឧទាហរណ៍ការត្រួតពិនិត្យនិងការរិះគន់ហើយកម្រិតបង្កើតថ្មីគឺផ្សំធាតុផ្សេងបញ្ចូលគ្នាដើម្បីបង្កើតជាសម្ព័ន្ធភាពឬក៏មុខងារទាំងមូលឬក៏ផ្គុំធាតុផ្សេងឡើងវិញឲ្យទៅជាលំនាំថ្មីមួយឧទាហរណ៍បង្កើតថ្មីរៀបចំផែនការឬក៏ការសាងសង់អ្វីមួយទី2តកតងនឹងប្រភេទសំណួរតាមកម្រិតប្រឡូមអញ្ចឹងប្រភេទសំណួរតាមកម្រិតប្រឡូមនោះមាន2ទម្រង់គឺទី1ទម្រង់បើកក៏ទម្រង់បិទនិងទី2ទម្រង់បើកទម្រង់សំណួរបិទជាទម្រង់សំណួរទាំងឡាយណាដែលចម្លើយទៅរបស់សំណួរនោះបានផ្ដល់ឲ្យរួចជាស្រេចហើយតម្រូវឲ្យអ្នកឆ្លើយធ្វើការជ្រើសរើសឬក៏ផ្គូផ្គងបំពេញឬភ្ជាប់ចម្លើយទាំងនោះហើយទម្រង់សំណួរបើកគឺជាទម្រង់សំណួរដែលតម្រូវឲ្យអ្នកឆ្លើយសំណួរផ្ដល់ចម្លើយទាំងស្រុងមិនថាតាមការរយៈការនិយាយដោយផ្ទាល់មាត់ឬក៏ការសរសេរផ្សេងឡើយទី3តកតទៅនឹងការអនុវត្តការបង្កើតសំណួរតាមកម្រិតប្រឡូមអញ្ចឹងកម្រិតប្រភេទរបស់សំណួរមាន6កម្រិតប្រភេទទី1តកតទៅនឹងកម្រិតចងចាំគឺកិរិយាសព្ទដែលប្រើហើយយើងសម្គាល់ហ្នឹងគឺតកតទៅនឹងពាក្យមើលស្ដាប់កត់ត្រាសូត្រទន្ទិញរំលឹក
ឡើងវិញចង្អុលប្រាប់រាប់ពិពណ៌នាគូកងឬក៏ហៅឈ្មោះហើយកម្រិតប្រតិទី2កម្រិតយល់ដឹងគឺពាក្យស័ព្ទដែលប្រើគឺសួរបកស្រាយបង្ហាញពន្យល់ឬក៏ពិភាក្សាកម្រិតប្រតិទី3គឺអនុវត្តកិច្ចស័ព្ទដែលប្រើគឺស្រាយកណនាជ្រើសរើសពិសោធន៍ប៉ាន់ស្មានហើយកម្រិតប្រតិទី4វិភាគកិច្ចស័ព្ទដែលប្រើគឺប្រៀបធៀបបែងចែកវិភាគលម្អិតចំណាត់ថ្នាក់រៀបលំដាប់ឬញែកឲ្យឃើញច្បាស់ហើយកម្រិតទី5គឺវាតម្លៃកិច្ចស័ព្ទដែលប្រើគឺផ្ដល់យោបល់សម្រាប់ចិត្តរិះគន់ដាក់បន្ទុកសង្ខេបថ្លឹងថ្លែងឬក៏ទាញសេចក្តីសន្និដ្ឋានកម្រិតទី6គឺកម្រិតបង្កើតថ្មីគឺកិច្ចស័ព្ទដែលប្រើគឺរចនាផលិតរៀបគម្រោងរៀបរៀងបង្កើតសំបញ្ចូលគ្នាទៅច្នៃប្រឌិតទាញរូបមន្តឬក៏ទាញវិបាកចំណុចទី4តកតនឹងគុណសម្បត្តិនិងគុណវិបត្តិនៃការបង្កើតសំណួរទម្រង់បិទចឹងទម្រង់សំណួរបិទមានប្រភេទសំណួរជាច្រើនដូចជាសំណួរត្រូវឬខុសសំណួរគូកងសំណួរជ្រើសរើសនិងសំណួរបំពេញចន្លោះជាដើមអញ្ចឹងគុណសម្បត្តិនៃសំណួរត្រូវខុសមានដូចជាងាយសរសេរនិងងាយដាក់បន្ទុកហើយគុណវិបត្តិវិញមានអត្រាទស្សន៍ទាយខ្ពស់ដល់ 50% ហើយมันអាចបង្កើតជំរឿនចម្លើយលើសពី2បានចម្លើយមួយត្រូវនិងចម្លើយមួយទៀតខុសมันអាចវាតម្លៃបំណិនឬក៏ចំណេះដឹងក្នុងកម្រិតខ្ពស់បានមួយទៀតតើតើសំណួរគូកងគុណសម្បត្តិគឺមានប្រយោជន៍សម្រាប់ការធ្វើតេស្តអំពីទំនាក់ទំនងមានប្រយោជន៍សម្រាប់ការធ្វើតេស្តពិតព័ត៌មានងាយបង្កើតក្នុងចំនួនច្រើនហើយគុណវិបត្តិវិញតើតើវិធីសាស្ត្របង្កើតសំណួរជាក្រុមបំផ្លាញភាពឯករាជ្យនៃសំណួរតេស្តហើយសំណួរពហុជ្រើសរើសគុណវិបត្តិគឺកាត់បន្ថយអត្រាទស្សន៍ទាយអាចត្រូវបានប្រើដើម្បីវាស់លំនាំនៃពុទ្ធិបានទូលំទូលាយកាត់បន្ថយបញ្ហានៃការកែបន្ទុកតាមមុខវិជ្ជាឬក៏ការវិភាគលទ្ធផលខ្ពស់ងាយស្រួលដាក់បន្ទុកហើយគុណវិបត្តិគឺការបង្កើតសំណួរពហុជ្រើសរើសចំណាយពេលយូរនិងមានតម្លៃថ្លៃការបង្កើតជម្រើសចម្លើយខុសមានការលំបាកពិបាកបោះវែងហើយសំណួរមួយទៀតសំណួរបំពេញចន្លោះគុណសម្បត្តិមានភាពជឿជាក់ខ្ពស់ងាយសរសេរនិងកាត់បន្ថយការទស្សន៍ទាយហើយគុណវិបត្តិវិញមានដូចជាពិបាកផ្ដល់បន្ទុកអាចមានចម្លើយដែលត្រឹមត្រូវច្រើនពិបាកកំណត់នៅអ្វីដែលត្រូវវាស់ពិតប្រាកដសិស្សប្រើរយៈពេលវែងដើម្បីបំពេញហើយមួយទៀតគុណចំណុចទី5តើតើនឹងគុណសម្បត្តិនិងគុណវិបត្តិនៃសំណួរទម្រង់បើកចឹងទម្រង់សំណួរបើកជាប្រភេទសំណួរដែលតម្រូវឲ្យសិស្សសរសេរចម្លើយដោយគំនិតផ្ទាល់ខ្លួនដើម្បីឆ្លើយនឹងបញ្ហាដែលបានចោទឡើងហើយចម្លើយអាចខ្លីឬក៏វែងអាស្រ័យទៅលើទំហំនៃបញ្ហានិងសមត្ថភាពឆ្លើយរបស់សិស្សម្នាក់ៗអញ្ចឹងទម្រង់សំណួរបើកប្រភេទសំណួរមាន2គឺសំណួរសរសេរទម្រង់ខ្លីនិងសំណួរសរសេរទម្រង់វែងហើយទម្រង់សំណួរសរសេរទម្រង់ខ្លីមានគុណសម្បត្តិដូចជាល្អសម្រាប់ការវាយតម្លៃលើចំណេះដឹងជាក់ស្ដែងហើយគ្មានការទស្សន៍ទាយចម្លើយងាយស្រួលក្នុងការបង្កើតសំណួរនិងងាយស្រួលកែបន្ទុកហើយសម្រាប់គុណវិបត្តិវិញគឺបន្សំស្របនឹងការវាស់វែងលើការសិក្សាបែបតេស្តពិចារណាងាយនឹងឆ្លើយចម្លើយតាមវិធីបន្សំស្របមួយទៀតទម្រង់សំណួរសំណួរសរសេរទម្រង់វែងគុណសម្បត្តិគឺជាបាយមួយសម្រាប់វាតម្លៃបំណិនកម្រិតខ្ពស់ជំរុញការគិតបែបច្នៃប្រឌិតនិងត្រេះរិះពិចារណាដូចនឹងការរៀននៅក្នុងថ្នាក់